នៅភូមិដាច់ស្រយាលមួយជាប់របងព្រៃក្រាស់មានផ្ទះឈើពីរជាន់មួយខ្នងព័ទ្ធជុំវិញដោយដើមដូងខ្ពស់ៗបក់រវិចតាមខ្យល់ជើងព្រះវស្សាមេឃងងឹតស្លុបទោះបីជាពេលវេលាទើបតែរសៀលក៏ដោយខ្យល់ត្រជាក់បោកបក់មកប៉ះនឹងបង្អួចឈើបន្លឺសំឡេងក្រលួចហាក់ដូចជាសំឡេងយំមិនដឺដណ្ដោរបស់ព្រលឹងខ្មោចព្រៃស្រីស្រស់អង្គុយអង្អែលពួរដ៏ធំចិត្តគ្រប់ខែរបស់នាងនៅលើគ្រែក្រោមផ្ទះមុខមាត់នាងស្លេកស្លាំងខ្វះឈាមចាប់តាំងពីនាងមានគល់មកម្លេះនាងតែងតែយល់សប្តិឃើញស្រមោលខ្មៅដើរជុំវិញគ្រែហើយពេលខ្លះមានអារម្មណ៍ថាដូចជាមានអ្វីមួយសង្កត់លើទ្រូងធ្វើឲ្យដកដង្ហើមមិនរួចសៅជាប្តីដើរកាន់ទិលទឹកក្តៅអ៊ុនមកហុចឲ្យប្រពន្ធដោយក្តីបារម្ភរួចនិយាយថាស្រស់អូនញ៉ាំទឹកក្តៅបន្តិចទៅបងបារម្ភពីអូនណាស់មួយរយៈនេះអូនមើលទៅខ្សោយណាស់សូម្បីតែកូនក្នុងពោះក៏មិនសូវបំរាស់ដូចមុនដែរស្រស់ញញឹមទាំងបង្ខំរួចក៏តបថាអូនមិនអីទេបងសង្ស័យតែមកពីចិត្តគ្រប់ខែហើយទើបខ្លួនប្រាណវាធ្ងន់ធ្ងរចាក់ស្រេះបែបនេះប៉ុន្តែបងសៅអូនតែងតែធំក្លិនស្អុយរលួយដូចសាកសពនៅជុំវិញដើមដូងមុខផ្ទះយើងមិនដឹងថាមានសត្វអ្វីងាប់ទេសៅអេះក្បាលក៏និយាយថាបងដើររកមើល2ថ្ងៃហើយគ្មានឃើញសាកសពសត្វធាតុអីទេកុំគិតច្រើនអីអូនខណៈពេលដែលប្តីប្រពន្ធទាំងពីរនាក់កំពុងជជែកគ្នាស្រាប់តែមានសំឡេងយ៉ាងធ្ងន់បន្លឺឡើងពីខាងមុខរបងមិនល្អនោះទេផ្ទះនេះមានចំណូលខ្មោចព្រាយបិសាចគ្របដណ្ដប់បើមិនប្រញាប់រំដោះគ្រោះទេទីរក់ក្នុងផ្ទៃមុខជាមិនរស់ឡើយសៅនឹងស្រស់ភ្ញាក់ព្រឺតរួចងាកទៅមើលបុរសចំណាស់ម្នាក់ស្លៀកពាក់ឈុតសតែអាវមានស្នាមប្រឡាក់អុចពណ៌ក្រហមក្រមៅដូចជាស្នាមឈាមស្ងួតឯដៃកាន់ឈើច្រត់ក្បាលនាគបានដើរចូលមកក្នុងរបងផ្ទះយឺតភ្នែករបស់គាត់ម្ខាងងងឹតស្លុបចំណែកភ្នែកម្ខាងទៀតមុតស្រួចក្រឡែតមើលមកចំពោះដ៏ធំរបស់ស្រីស្រស់គាត់គឺជាតាគ្រូផងសៅប្រញាប់ដើរទៅទទួលនឹងរាក់ទាក់ជំរាបសួរលោកតាគ្រូតើលោកតាមានប្រសាសន៍ថាម៉េចមិញនេះកូននៅក្នុងពោះប្រពន្ធខ្ញុំមានគ្រោះថ្នាក់មែនទេតាគ្រូផងធ្វើជាដកដង្ហើមធំបិទភ្នែករួចសូត្រធម៌ងើនៅក្នុងដើមកគាត់ងើបមុខឡើងក៏ប្រាប់សៅថាផ្ទះចៅឯងសង់ចំលើផ្លូវខ្មោចដើរម្យ៉ាងទៀតមានប្រលឹងខ្មោចស្រេកឃ្លានមួយកំពុងតាមយាយីប្រពន្ធចៅព្រោះចង់ស៊ីប្រលឹងកូននៅក្នុងពោះរបស់ចៅស្រីមើលចោះមុខប្រពន្ធចៅស្លេកស្លាំងគ្មានប្រលឹងក្នុងខ្លួនទេបើទុកឲ្យហួស3ថ្ងៃទៀតកូនក្នុងពោះនឹងរលូតស្លាប់ទាំងមិនដឹងខ្លួនឬបែបនេះស្រីស្រស់ភ័យញ័រពេញខ្លួនចាប់ដៃប្តីយ៉ាងណែនសៅដែលជាមនុស្សខ្លាចខ្មោចនិងស្រឡាញ់កូនខ្លាំងពេកក៏លុតជង្គង់សំពះសុំក្តីមេត្តាលោកតាគ្រូជួយកូនចៅផងតើត្រូវធ្វើពិធីយ៉ាងណាទើបអាចដេញខ្មោចនោះបានអស់ប្រាក់កាក់ប៉ុន្មានក៏ខ្ញុំព្រមដែរតាគ្រូផងលួចញញឹមចុងមាត់យ៉ាងកំណាចព្រោះតែគំនិតអាក្រក់តែសម្ដីចេញមកបែរជាទន់ភ្លន់លោកតាជាអ្នកសង្គ្រោះសត្វលោកមិនទារប្រាក់កាក់ច្រើនទេប៉ុន្តែពិធីនេះត្រូវប្រើវិជ្ជាជាន់ខ្ពស់ហៅថាពិធីរៀបសធរដួងសួរដើម្បីដកដង្ហើមធំដេញឧបទ្រពចង្រៃគាត់បានបង្គាប់ឲ្យសៅរៀបចំផ្លែដូងខ្ចីចំនួន3ផ្លែដែលបេះពីដើមដូងបែរមុខទៅទិសខាងកើតទៀនក្រមួនឃ្មុំ7ដើមនិងធូប7សរសៃរួមទាំងសក់ក្បាលនិងកំទេចក្រចករបស់ស្រីស្រស់ផងដែរសៅប្រញាប់រត់ទៅរកដូងភ្លាមដោយមិនមានការសង្ស័យអ្វីទាំងអស់ប៉ុន្តែនៅក្នុងផ្ទះមានម៉ែយាយដែលជាម្ដាយរបស់សៅគាត់ដើរយឺតចេញពីក្នុងផ្ទះបាយទោះជាភ្នែកគាត់ងងឹតមើលមិនសូវច្បាស់តែត្រចៀកគាត់វៃណាស់គាត់ធំក្លិនម្យ៉ាងចេញពីខ្លួនតាគ្រូផងវាជាក្លិនប្រេងដំណក់សាកសពលាយឡំជាមួយនឹងក្លិនស្អុយនៃអាគមងងឹតម៉ែខ្សឹបប្រាប់ស្រីស្រស់តិចថាមីអូនប្រយ័ត្នគ្រូនេះណាម៉ែមានអារម្មណ៍មិនស្រួលទេក្លិនខ្លួនគាត់ដូចជាគ្រូធ្មប់ជាងគ្រូព្រះប៉ុន្តែស្រីស្រស់ពេលនោះភ័យពេកមិនហ៊ាននិយាយអ្វីបានត្រឹមតែអង្គុយស្ងៀមពេលយប់ងងឹតឈានចូលមកដល់ខ្យល់ព្យុះចាប់ផ្ដើមបោកយ៉ាងខ្លាំងតាគ្រូផងបានចាប់ផ្ដើមរៀបចំពិធីនៅកណ្ដាលផ្ទះបាយគាត់យកផ្លែដូង3ផ្លែមកចោះរុនតូចមួយរួចយករូបថតសក់និងក្រចករបស់ស្រីស្រស់ញាត់ចូលទៅក្នុងនោះ
គាត់មិនមែនសូត្រធម៌ព្រះដេញខ្មោចទេគឺគាត់កំពុងសូត្រមន្តគាថាអាបធ្មប់សធរដងបឺតប្រលឹងសធរដងមហាប្រលឹងអញហៅប្រលឹងកូនក្នុងពោះហៅឈាមជ័រស្រីកាកេណីឲ្យរលាយចូលទៅក្នុងទឹកដងនេះសំលេងសូត្រធម៌ងើធ្វើឲ្យភ្លើងទៀនប្រែជាពណ៌ខៀវក្រមៅគួរឲ្យខ្លាចក្រោយសូត្ររួចគាត់បានយកជ័រម្រ័ក្សមកបិទផ្ចិតរូនដងនោះវិញរួចហុចដូងមួយផ្លែឲ្យទៅសៅដោយផ្ដាំថាយកដូងនេះឲ្យប្រពន្ធចៅផឹកឲ្យអស់នៅក្នុងយប់នេះវានឹងជួយការពារកូនរបស់ចៅចំណែកដូងពីរផ្លែទៀតលោកតានឹងយកទៅកប់នៅក្រោមគល់ដើមឈើដូងមុខផ្ទះដើម្បីធ្វើជាខឿនការពារបិសាចសៅសប្បាយចិត្តណាស់យកទឹកដូងនោះឲ្យស្រីស្រស់ផឹកបើទោះបីជាស្រីស្រស់ធំក្លិនទឹកដូងនោះចម្លែកដូចជាមានជាតិឈាមឬជាតិស្អុយលាយឡំតែដោយសារការបង្ខំរបស់ប្តីនាងខំផឹកទាល់តែអស់ចាប់ពីយប់នោះមកជីវិតនៅក្នុងផ្ទះឈើចាស់នោះបានប្រែប្រួលជាល្ខោននរករៀងរាល់យប់វេលាម៉ោង12អាធ្រាត្រស្រីស្រស់តែងតែស្រែកយំទាំងរវើរវាយនាងមានអារម្មណ៍ថាមានទម្ងន់រាប់រយគីឡូក្រាមមកសង្កត់លើពោះរបស់នាងកូនក្នុងពោះដែលធ្លាប់តែបំរះតិចតិចឥឡូវនេះវាបំរះយ៉ាងខ្លាំងក្លាដូចជាកំពុងឈឺចាប់យ៉ាងខ្លាំងនាងចាប់ផ្ដើមធ្លាក់ឈាមក្រមៅអ្វីដែលគួរឲ្យខ្លាចនោះគឺនៅពេលដែលនាងសម្លឹងទៅបង្អួចនាងតែងតែឃើញស្រមោលរបស់តាគ្រូផងឈរនៅក្រោមដើមដូងមុខផ្ទះភ្នែករបស់គាត់ភ្លឺដូចជាឆ្មាក្នុងភាពងងឹតដៃរបស់គាត់កំពុងអង្អែលផ្លែដូងដែលគាត់បានកប់នោះរាល់ពេលដែលគាត់យកកាំបិតចាក់ចោះផ្លែដូងនៅខាងក្រៅស្រីស្រស់នឹងឈឺពោះចុកតតែគេយកកាំបិតចាក់ទម្លុះស្បូនយ៉ាងទារុណស្រីស្រស់ស្រែកអង្វរកប្តីថាបងសៅជួយអូនផងលោកតាគ្រូគាត់មិនមែនជួយយើងទេគាត់កំពុងសម្លាប់កូនយើងខ្លួនប្រាណរបស់នាងស្គមស្គាំងសល់តែស្បែកដណ្ដប់ឆ្អឹងលើកលែងតែពោះដែលហើមធំខុសធម្មតាប៉ុន្តែសៅត្រូវបានអាគមងងឹតដែលតាគ្រូផងដាក់ក្នុងទឹកដូងនោះបិទភ្នែកបិទត្រចៀកអស់ហើយសៅបែរជាខឹងប្រពន្ធទៅវិញអូនឯងកុំនិយាយប្រមាថលោកតាគ្រូបើគ្មានស្ធរដូងរបស់គាត់ទេកូនយើងស្លាប់បាត់ហើយដេកទៅម្យាយដែលដឹងរឿងព្យាយាមដើរទៅរកកូនប្រសាស្រីតែត្រូវអាគមបិទផ្លូវធ្វើឲ្យគាត់ដើរធ្លាក់តាមកម្មចនាផ្ទះធ្វើឲ្យបាក់ជើងដេកធ្ងរនៅដាច់ដោយឡែកពីកូនផ្ទះទាំងមូលធ្លាក់ក្នុងអំណាចងងឹតទាំងស្រុងតាគ្រូផងលួចចូលមកក្នុងផ្ទះទាំងយប់អាធ្រាត្រដើរទៅជិតគ្រែស្រីស្រស់រួចយកដៃស្ទាបពោះរបស់នាងទាំងសើចកក្អឹកនិងពោលថាចិត្តបានសម្រេចហើយព្រលឹងទារកដំបងដែលកើតនៅក្នុងថ្ងៃសៅរ៍នឹងក្លាយជាអាវុធអាគមដ៏ខ្លាំងពូកែរបស់អញ3ថ្ងៃបានកន្លងផុតទៅផ្ទះឈើចាស់របស់បងសៅកាន់តែមានសភាពស្ងាត់ជ្រងំនិងធំក្លិនឆ្អាបអាសោចកាន់តែខ្លាំងស្រីស្រស់ដេកស្ដុកស្ដឹងនៅលើគ្រែពោះរបស់នាងឡើងសរសៃខៀវខ្វាត់ខ្វែងដូចជើងក្អែបចំណែកឯសៅភ្នែកឡើងស្លុតវង្វេងវង្វាន់ដើរធ្វើតាមតែបញ្ជារបស់តាគ្រូផងប៉ុណ្ណោះសំណាងល្អនៅព្រឹកនោះមានបុរសចំណាស់ម្នាក់ស្ពាយបង្វិចក្រណាត់ពណ៌លឿងទុំដើរកាន់ឈើច្រត់ឫស្សីភ្នែក7ឈានជើងចូលមកក្នុងភូមិគាត់គឺលោកគ្រូសនលោកតាគ្រូសនបានធ្វើដំណើរឆ្លងកាត់ទីនេះក៏ស្រាប់តែធំក្លិនអាគមងងឹតដ៏ក្រាស់ក្រមៅហុយចេញពីផ្ទះរបស់សៅគាត់ឈប់ងាកទៅមើលឃើញមានផ្សែងខ្មៅអណ្ដែតពីលើដំបូលផ្ទះនិងឃើញប្រលឹងខ្មោចក្រាយក្រមុំជាច្រើនកំពុងអង្គុយនៅលើចុងដើមដូងមុខផ្ទះលោកតាគ្រូសនលាន់មាត់តិចថាអាសោចណាស់គ្រូធ្មប់ចិត្តអាក្រក់ឯណាចិត្តដាច់ម្លេះហ៊ានប្រើមុនខ្មៅសម្រាប់ទាំងទារកទាំងមិនទាន់ដឹងក្តីរួចក៏ដើរតម្រង់ទៅរកផ្ទះនោះភ្លាមពេលចូលទៅដល់ក្រោមផ្ទះគាត់បានឃើញម្យាយដេកធ្ងរដោយការឈឺចាប់ព្រោះតែបាក់ជើងលោកតាគ្រូសនប្រញាប់យករុក្ខជាតិឱសថក្នុងបង្វិចមកបុកលាបឲ្យរួចសូត្រធម៌ផ្លុំដេញអាគមដែលបិទផ្លូវរបស់គាត់នោះចេញម្យាយហាក់ដូចជាភ្ញាក់ពីដេកស្រែកយំសំពះលោកគ្រូអើយជួយកូនប្រសាខ្ញុំផងគ្រូធ្មប់ផងវារៀបធម៌ដងចង់សម្លាប់ចៅខ្ញុំហើយលោកតាគ្រូសនងក់ក្បាលរួចឆ្លើយថាកុំភ័យអីញោមស្រីអាត្មាមកដល់ហើយធម៌អាក្រក់មិនអាចឈ្នះធម៌ល្អបានឡើយលោកតាគ្រូសនដើរឡើងទៅលើផ្ទះប៉ះចំពេលដែលសៅកំពុង
តែលើកទឹកដូងអាគមទៅឲ្យស្រីស្រស់ផឹកបន្តលោកតាគ្រូសនប្រើឈើច្រត់ឫស្សីបោកវាយទៅលើផ្ទៃទឹកដូងនោះរហូតធ្លាក់កំពប់ដល់ដីទឹកដូងដែលកំពប់លើក្តារឈើស្រាប់តែប្រែជាពណ៌ខ្មៅដូចទឹកលូនិងមានដង្កូវហូរវាពេញដីថែមទាំងធំក្លិនស្អុយដូចសាកសពហើមពាសពេញផ្ទះសៅស្រែកឡើងទាំងកំហឹងថានរណាក៏ហ៊ានម្លេះមកបំបាក់ពិធីលោកតាគ្រូអញពេលនោះភ្នែកសៅឡើងក្រហមញ៉ាំងដោយសារតែត្រូវអំពើលោកតាគ្រូសនមិនតបតក៏ចាប់យកខ្សែកថាការពារនិងទឹកមន្តដែលបានសូត្រធម៌ព្រះពុទ្ធគុណចេះចំមុខសៅភ្លាមអូមសិទ្ធិពុទ្ធាំងដេញព្រលឹងខ្មោចចង្រៃចេញពីខ្លួនមនុស្សសៅស្រែកយ៉ាងខ្លាំងទាំងឈឺចាប់រួចដួលសន្លប់ទៅលើដីផ្សែងខ្មៅហុយចេញពីត្រចៀកនិងច្រមុះរបស់គាត់លុះត្រឡប់មកដឹងខ្លួនវិញសៅហាក់ដូចជាទើបតែភ្ញាក់ពីយល់សប្តិអាក្រក់គាត់មើលឃើញដង្កូវពេញដីនិងឃើញប្រពន្ធជិតស្លាប់ក៏រត់យំអណ្ដើកអណ្ដោកលោកគ្រូខ្ញុំខុសហើយខ្ញុំវង្វេងជឿគ្រូធ្មប់នោះជួយប្រពន្ធកូនខ្ញុំផងលោកតាគ្រូសនដើរទៅជិតស្រីស្រស់រួចយកស្លឹកត្រប់និងទឹកមន្តមកសូត្រដេញគាត់ងាកមកប្រាប់សៅថាគ្រូធ្មប់ផងវាប្រើពិធីសិទ្ធរដងបឺតព្រលឹងវាយករូបថតនិងសក់ប្រពន្ធចៅទៅញាត់នៅក្នុងផ្លែដូងរួចកប់នៅក្រោមគល់ដូងមុខផ្ទះរាល់ពេលដែលរៀបពិធីសិទ្ធរដូងនោះវានឹងបឺតឈាមជ័រនិងព្រលឹងកូនក្នុងពោះទៅធ្វើជាកូនក្រក់របស់វាបើចង់សង្គ្រោះត្រូវតែទៅជីកយកផ្លែដូងនោះមកបំផ្លាញចោលនៅយប់នេះប៉ុន្តែប្រកាសជាមានការប្រយុទ្ធគ្នាធំមិនខានព្រោះយប់នេះជាយប់ខែដាច់អាគមរបស់វាឡើងខ្លាំងបំផុតនៅវេលាម៉ោង 12 អាធ្រាត្រផ្ទៃមេឃខ្មៅងងឹតដូចទឹកបិចគ្មានពន្លឺតារាសូម្បីតែមួយដួងខ្យល់ព្យុះបោកបក់មកវូវូដើមដូងមុខផ្ទះបាក់មេឃរលំរំជួយដីលោកតាគ្រូសនឲ្យសៅកាន់ជាប់កាប់ទៅជីកនៅដីក្រោមគល់ដូងនោះឯទិសខាងកើតពេលជីកបានជម្រៅកន្លះម៉ែត្រសៅក៏ប៉ះនឹងផ្លែដូងពីរនោះលុះលើកមកលើដីផ្លែដូងនោះស្រាប់តែមានឈាមសក់តក់ជីកចេញតាមរុនចុះសំឡេងសាច់កក្អឹកយ៉ាងព្រៃបន្លឺឡើងពីលើចុងដូងមកថាពួកឯងចង់បំផ្លាញវិជ្ជាអញមែនទេមិនងាយឡើយគ្រូតាផងហោះលោតចុះមកពីលើដើមដូងខ្លួនប្រាណរបស់វាប្រែជាខ្មៅស្រអាប់ភ្នែកទាំងពីរឡើងក្រហមដូចភ្នែកបិសាចដៃកាន់កាំបិតស្នៀតពោពេញដោយលលាក្បាលខ្មោចតូចវាសូត្រគាថាហៅព្រលឹងខ្មោចព្រាយដែលវាចិញ្ចឹងរកសឹកក្បាលឲ្យហោះមកចូលឡោមផុតផ្ទះឈើនោះសម្រែកខ្មោចលូយំល្វើយគួរឲ្យព្រឺរោមតាគ្រូផងស្រែកថាអាគ្រូក្មេងខ្ចីហ៊ានមកលោកឡំក្នុងរឿងអញរួចក្រវាត់កាំបិតស្នៀតបង្កើតជាភ្លើងពណ៌ខៀវបាញ់តម្រង់មកលោកតាគ្រូសនលោកគ្រូសនអង្គុយពេនភ្នែនយ៉ាងស្ងៀមស្ងាត់លើកឈើច្រត់ឫស្សីឡើងរួចសូត្រគាថាការពារខ្លួនកំពែងកែវ7ជាន់ការពារភ័យអន្តរាយពន្លឺពណ៌មាសភ្លឺចិញ្ចាចចេញពីឈើច្រត់បង្កើតជាខែលការពារបោកខ្ទប់នឹងព្រួញភ្លើងខ្មៅនោះផ្ទុះលាន់ដូចរន្ទះក្រាំងការប្រយុទ្ធគ្នាខាងផ្លូវងងឹតកាន់តែសាហាវទៅតាគ្រូផងឃើញវាយមិនភ្លុះក៏ចាប់ផ្ដើមយកកាំបិតមកចាក់ចំផ្លែដូងអាគមនៅលើដីដើម្បីសម្លាប់ស្រីស្រស់តែម្ដងបើអញមិនបានពួកឯងក៏មិនបាច់រស់ដែរនៅពេលដែលវាចាក់ផ្លែដូងនោះភ្លាមស្រីស្រស់ដែលនៅលើផ្ទះស្រែកយំយ៉ាងខ្លាំងអូយឈឺណាស់បងសៅជួយអូនផងលោកតាគ្រូសនស្រែកបង្គាប់ថាចៅសៅប្រញាប់យកទឹកមន្តនេះជះទៅលើផ្លែដូងរួចដុតវាចោលភ្លាមទៅរួចគាត់ដកដង្ហើមធំបញ្ចេញវិជ្ជាចុងក្រោយគឺមន្តព្រះសង្ឃបាញ់ព្រួញលោកតាគ្រូសនសូត្រមន្តខ្លុំខ្យល់ចេញពីមាត់ក្លាយជាសាច់គ្រុឌមាសដ៏ធំហោះសំដៅទៅខ្វេះដេញចឹកព្រលឹងខ្មោចព្រាយនិងវាយបោកតាគ្រូផងឲ្យខ្ចាត់ទៅបោកនឹងដើមដូងរួចមានធ្លាក់ឈាមតាមមាត់សៅប្រញាប់ចាក់សាំងនិងជះទឹកមន្តរួចគូដៃកេះដឹកផ្លែដូងអាគមនោះភ្លាមភ្លើងបានឆាប់ឆេះផ្លែដូងយ៉ាងសន្ធោសន្ធៅសំឡេងស្រែកយំរបស់ទារកនិងសំឡេងខ្មោចលាន់ចេញពីក្នុងផ្លែដូងនោះមុននឹងវាផ្ទុះបែកឃ្លាតចេញជាបំណែកនៅពេលផ្លែដូងត្រូវបំផ្លាញតាគ្រូផងរងការបកត្រឡប់នៃអាគមខ្លួនឯងយ៉ាងខ្លាំងវាស្រែកយ៉ាងរន្ធត់ស្បែកសាច់របស់វាចាប់ផ្ដើមរលួយធ្លាក់មកដីម្ដងបន្តិចទាំងរស់អូយក្តៅណាស់កុំសម្លាប់អញអីមិនដល់5នាទីផង
តាគ្រូផងក៏រលាយសាច់សល់តែឆ្អឹងក្រៀមក្រោះនៅក្រោមគល់ដូងនោះតែប៉ុណ្ណោះព្រះអាទិត្យផ្នែកបូព៌ាចាប់ផ្ដើមរះឡើងបញ្ចេញពន្លឺមាសដ៏កក់ក្ដៅបណ្ដេញរាល់ភាពងងឹតនិងក្លិនស្អុយទាំងឡាយឲ្យរលាយបាត់អស់នៅលើផ្ទះស្រីស្រស់មានអារម្មណ៍ថាខ្លួនប្រាណស្រាលស្រឡះពោះរបស់នាងលែងឡើងសរសៃខ្មៅទៀតហើយឯកូនក្នុងពោះចាប់ផ្ដើមបំរាស់លោតតិចឡើងវិញដោយក្ដីសុខសាន្តសៅរត់មកអោបប្រពន្ធកូនយំដោយក្ដីរំភើបប្ដីប្រពន្ធទាំងពីរនិងមាយាយបានលុតជង្គង់សំពះដឹងគុណលោកតាគ្រូសនជាពន់ពេកលោកតាសនញញឹមដោយក្ដីមេត្តារួចហុចខ្សែគាថាការពារពាក់ឲ្យស្រីស្រស់និងប្រដៅថាចងចាំទុកចោះកូនចៅក្នុងលោកនេះអំពើអាក្រក់ទោះជាខ្លាំងពូកែប៉ុណ្ណាក៏គង់តែរលាយចូលរស់នៅដោយធម៌មេត្តាកុំលោភលន់និងកុំជឿលើគ្រូអាបធ្មប់ខុសឆ្គងទៀតចាប់ពីថ្ងៃនោះមកគ្រួសាររបស់សៅរស់នៅដោយសេចក្ដីសុខហើយពីខែក្រោយមកស្រីស្រស់ក៏សម្រាលកូនប្រុសមួយដ៏គួរឲ្យស្រឡាញ់និងមានសុខភាពល្អ7 ឆ្នាំបានកន្លងភពទៅភូមិអិចស្រយានោះហាក់បីដូចជាមានភាពស្ងប់ស្ងាត់ឡើងវិញប៉ុន្តែផ្ទះឈើ2ជាន់របស់សៅនៅតែដោះព័ទ្ធនៅជុំវិញដើមដូងខ្ពស់ដដែលអាតូចវិរៈធំដឹងក្ដីឡើងជាក្មេងប្រុសដែលមានមុខមាត់គួរឲ្យស្រឡាញ់ប៉ុន្តែគេមានចរិតខ្លាចខុសពីក្មេងដទៃវិរៈមិនសូវចូលចិត្តលេងសើចច្របូកច្របល់ទេហើយចូលចិត្តអង្គុយម្នាក់ឯងសម្លឹងមើលទៅចុងដូងនៅមុខផ្ទះរួចនិយាយខ្សឹបខ្សៀវម្នាក់ឯងសៅនិយាយប្រាប់ប្រពន្ធថាស្រស់អូនមើលកូនយើងចុះមើលទៅវាដូចជាកំពុងជជែកជាមួយនរណាម្នាក់នៅចុងដើមដូងអញ្ចឹងទាំងមានអារម្មណ៍ព្រឺព្រោមខ្ងល់ស្រីស្រស់ដើរទៅជិតកូនរួចសួរដល់សម្ដីទន់ភ្លន់វិរៈកូនសម្លាញ់តើកូនកំពុងមើលអ្វីហ្នឹងហើយនិយាយជាមួយនរណាវិរៈងាកមកមើលមុខម្ដាយភ្នែករបស់គេខ្មៅក្រឹបខុសពីក្មេងធម្មតារួចចង្អុលទៅដៃទៅលើដើមដូងទិសខាងកើតម៉ែមើលមិនឃើញទេឬមានលោកតាចាស់ម្នាក់មុខមាត់គាត់រលួយពាក់កណ្ដាលភ្នែកគាត់ពណ៌ក្រហមដូចឈាមគាត់អង្គុយលើធាងដូងសម្លឹងមកម៉ែនិងពុករួចគាត់និយាយថាគាត់ចាំយកជីវិតខ្ញុំឮកូននិយាយបែបនេះស្រីស្ទោះទ្រុះទៅអោបកូនស្រែកយំទាំងភ័យខ្លាចព្រោះនាងដឹងច្បាស់ថាលក្ខណៈដែលកូនរៀបរាប់នោះគឺជារូបរាងរបស់គ្រូធ្មប់ផងដែលបានស្លាប់ទៅកាលពី7 ឆ្នាំមុនអតីតកាលដ៏ខ្មៅងងឹតបានត្រឡប់មកលងបន្លាចគ្រួសារនេះជាថ្មីម្ដងទៀតហើយរឿងរ៉ាវមិនប្រក្រតីកាន់តែសាហាវឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅពេលយប់វិរៈតែងតែដើរទាំងមិនដឹងខ្លួនដើរទាំងដេកលក់គេដើរចេញពីក្នុងបន្ទប់ចុះទៅក្រោមផ្ទះទាំងបិទភ្នែករួចយកដៃទៅគាស់កាយដីនៅក្រោមគល់ដើមដូងទិសខាងកើតចំកន្លែងដែលតាគ្រូផងធ្លាប់កប់ផ្លែដូងអាគមយប់មួយសៅភ្ញាក់ដឹងខ្លួនឡើងមិនឃើញកូនដេកលើគ្រែក៏ទាញពិលដើររកគាត់ស្លុតនឹងរន្ធត់យ៉ាងខ្លាំងនៅពេលដែលឃើញវិរៈអាយុ7 ឆ្នាំកំពុងឈរអោបដើមដូងខ្ពស់ហើយខំប្រឹងឡើងដើមដូងនោះយ៉ាងលឿនដូចជាសត្វស្វាទាំងដែលក្មេងធម្មតាមិនអាចឡើងបានឡើយនៅលើចុងដើមដូងបក់រេទៅរេមកខ្លាំងទាំងដែលគ្មានខ្យល់បក់សូម្បីតែបន្តិចសៅស្រែកហៅកូនទាំងទឹកភ្នែកវិរៈចុះមកកូនគ្រោះថ្នាក់ណាស់ថ្នាក់នោះវិរៈងាកក្បាលមកក្រោយងាកក្បាលខ្លាំងខុសពីមនុស្សធម្មតារួចសើចក៏ក្អឹកសំឡេងចេញមកមិនមែនជាសំឡេងក្មេងទេគឺសំឡេងគ្រលួចរបស់តាគ្រូផងអាសៅព្រលឹងកូនឯងមានជ័រអាគមអញតាំងពីក្នុងពោះយប់នេះអញនឹងធ្វើឲ្យវាធ្លាក់ពីលើចុងដូងបាក់កស្លាប់ដើម្បីយកព្រលឹងវាមកធ្វើជាខ្ញុំបម្រើអញនិយាយរួចខ្លួនប្រាណរបស់វិរៈក៏លែងដៃពីដើមដូងធ្លាក់ចុះមកដល់ដីជម្រៅរាប់សិបម៉ែត្រកូនអើយសៅនិងស្រីស្រស់សែកឡើងព្រមគ្នាគិតថាវិរៈច្បាស់ជាស្លាប់មិនខានប៉ុន្តែមុនពេលខ្លួនប្រាណវិរៈធ្លាក់ដល់ដីស្រាប់តែមានកូនបាល់ពន្លឺពណ៌មាសមួយដុំហោះមកក្ររាងកាយកុមារតូចមួយយឺតឲ្យចុះចតលើដីដោយសុវត្ថិភាពគ្មានរបួសសូម្បីតែមួយកន្លែងអូមសទ្ធិពុទ្ធាងក្រដណ្ដប់អវិជ្ជាវិញ្ញាណបិសាចមិនអាចធ្វើបាបកុមារមានបុណ្យបានឡើយសម្លេងធម៌ដ៏មានអំណាចបន្លឺឡើងលោកតាគ្រូសនគ្រូធម៌ល្អបានដើរកាន់ឈើច្រកឫស្សីផ្នែក7ឈានជើងចូលមកទាន់ពេលវេលាគាត់បានដឹងមុនថាកម្ពុជាមិនទាន់ដាច់ស្រឡះទើបគាត់ធ្វើដំណើរត្រឡប់មកភូមិវិញ
លោកតាគ្រូសនដើរទៅយកទឹកមុនព្រះពុទ្ធគុណមកស្រោចស្រពលើក្បាលរបស់វីរៈធ្វើឲ្យព្រលឹងខ្មោចតាគ្រូផង់ដែលចូលសពក្នុងខ្លួនក្មេងនោះស្រែកយំយ៉ាងឈឺចាប់រួចហោះភៀសចេញពីជាផ្សែងខ្មៅរត់ទៅពួននៅដើមដូងវិញវីរៈក៏ដួលសន្លប់ស្ដុកស្ដឹងក្នុងរង្វង់ដៃឪពុកម្ដាយលោកតាគ្រូសនងាកមកប្រាប់សៅថាអាសៅស្រស់កាលពី7ឆ្នាំមុនយើងបំផ្លាញតែផ្លែដូងអាគមនិងរូបកាយរបស់វាទេតែព្រលឹងសងសឹកវាបានចងភ្ជាប់នឹងដើមដូងទិសខាងកើតនេះបាត់ទៅហើយម្យ៉ាងទៀតវីរៈកូនរបស់ចៅធ្លាប់រងឥទ្ធិពលទឹកដូងអាគមតាំងពីក្នុងពោះទើបគេមានខ្សែញៀនពិសេសមើលឃើញខ្មោចនិងងាយត្រូវវាធ្វើបាបបើមិនកាប់បំផ្លាញដើមដូងនេះនឹងធ្វើពិធីរំដោះទេវីរៈអាចនឹងហួសពីអាយុ4ឆ្នាំឡើយគេអាចនឹងស្លាប់សៅដាច់ចិត្តភ្លាមលោកគ្រូឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរឲ្យតែអាចសង្គ្រោះកូនខ្ញុំបាននៅព្រឹកបន្ទាប់លោកតាគ្រូសនបានបង្គាប់ឲ្យសៅយកពូថៅដែលបានសូត្រធម៌ស្បែកគុំទៅកាប់រំលំដើមដូងទិសខាងកើតនោះចោលពេលដែលមុខពូថៅកាប់ចំសាច់ដើមដូងស្រាប់តែមានទឹកជ័រពណ៌ក្រហមឆ្អៅដូចជាមនុស្សហូរខ្ទាតចេញតាមស្នាមកាត់និងមានសំឡេងស្ដែកយំអ៊ុយយ៉ាងឈឺចាប់បន្លឺឡើងនៅក្នុងដើមដូងនោះសៅខំប្រឹងកាប់ទាល់តែដូងនោះដួលរំលំក្រាំងដល់ដីបន្ទាប់មកលោកតាគ្រូសនបានរៀបចំស្លាធម៌បាយសីនិងដុតភ្លើងបូជាស័ក្តិសិទ្ធិតាមដូងនោះទាំងស្រុងព្រមទាំងសូត្រធម៌មេត្តាភាវនាបញ្ជូនវិញ្ញាណសងសុខរបស់គ្រូផងឲ្យធ្លាក់នៅក្នុងនរកផ្ទះថ្នោតមិនអាចត្រឡប់មកវាយមនុស្សលោកបានទៀតឡើយជាចុងក្រោយលោកតាគ្រូសនបានធ្វើពិធីចងដៃបើកព្រលឹងនិងបិទភ្នែកទឹកឲ្យអាតុវីរៈដើម្បីកុំឲ្យគេមើលឃើញវិញ្ញាណខ្មោចតទៅទៀតនិងអាចរស់នៅជាមួយក្មេងធម្មតាបានចាប់ពីថ្ងៃនោះមកអាតុវីរៈឡើងជួបរឿងមិនប្រក្រតីទៀតហើយគេដេកលក់ស្កប់ស្កល់និងធំធាត់ឡើងដោយមានសុខភាពល្អនិងប្រាជ្ញាឈ្លាសវៃនាំសេចក្តីសុខក្សេមក្សាមកឲ្យគ្រួសារទាំងមូលពេញវ័យ23ឆ្នាំពេញកំឡោះមុខមាត់មាំមួនវីរៈរៀនចប់ផ្នែកគណនេយ្យនិងចូលធ្វើការក្នុងក្រុមហ៊ុនអចលនទ្រព្យមួយកន្លែងគេជាមនុស្សមិនសូវខ្វល់ខ្វាយពីរឿងខ្មោចព្រាយឡើយព្រោះគេភ្លេចរឿងកាលពីក្មេងអស់ទៅហើយវីរៈបានប្រឡងចូលធ្វើការជាបុគ្គលិកការិយាល័យនៅក្នុងក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅទីក្រុងការងារដំបូងរបស់គេគឺត្រូវបានប្រធានក្រុមហ៊ុនចាត់តាំងឲ្យទៅប្រចាំការនៅការិយាល័យបណ្ដោះអាសន្នមួយស្ថិតក្នុងតំបន់ដីឡូចាស់ដែលក្រុមហ៊ុនទើបតែទិញដើម្បីរៀបចំបញ្ជីសារពើភ័ណ្ឌដីឡូនោះជាអតីតភូមិគ្រឹះបុរាណមួយដែលគេបោះបង់ចោលរាយប៉ាយទៅដោយដើមឈើធំៗនិងមានដើមដូងខ្ពស់ៗចម្លែកចំនួន3ដើមដុះត្រង់ជួរគ្នានៅខាងមុខអគារការិយាល័យនៅថ្ងៃដំបូងដែលវីរៈឈានចូលទៅដល់បេះដូងរបស់គេស្រាប់តែលោតញាប់ខុសធម្មតាគេធំក្លិនម្យ៉ាងភាយកាត់ខ្យល់មកវាជាក្លិនអាសោចស្អុយរលួយលាយឡំជាមួយនឹងក្លិនទឹកដូងផ្អូមក្លិននេះបានធ្វើឲ្យខួរក្បាលរបស់គេឈឺខ្ទប់ហាក់ដូចជាវាធ្លាប់ជាសុបិនអាក្រក់កាលពីក្មេងដែលគេព្យាយាមបំភ្លេចបុរសវ័យកណ្ដាលម្នាក់ដើរមកផ្ទះស្មារបស់វីរៈពីក្រោយរួចក៏ណែនាំខ្លួនទៅកាន់គេថាសួស្តីវីរៈខ្ញុំឈ្មោះធុនជាមេការគ្រប់គ្រងនៅទីនេះមេការធុនមានភ្នែកម្ខាងល្អតែភ្នែកម្ខាងទៀតឡើងបាយស្រអាប់មើលទៅគួរឲ្យខ្លាចពេលដែលគាត់ហុចទឹកដូងខ្ចីមួយកែវមកឲ្យវីរៈសួរវីរៈថាហត់ទេផឹកទឹកដូងត្រជាក់លាងបំពង់កសិនទៅទឹកដូងបេះពីដើមដូងមុខអាគារយើងនឹងផ្អែមខ្លាំងណាស់វីរៈសម្លឹងមើលទឹកដូងនោះរួចស្រាប់តែមានអារម្មណ៍រអើមងុំក្នុងចិត្តគេក៏បដិសេធថាអរគុណបងមេការតែខ្ញុំមិនសូវចូលចិត្តញ៉ាំទឹកដូងទេមេការធន់លួចប្រែទឹកមុខងងឹតបន្តិចរួចដើរចេញទៅទាំងស្ងៀមស្ងាត់3សប្តាហ៍កន្លងផុតទៅវីរៈត្រូវបង្ខំចិត្តឲ្យធ្វើការថែមម៉ោងរហូតដល់ម៉ោង12យប់ព្រោះបញ្ជីការងារមានការយឺតយ៉ាវមនុស្សម្នាក់ក្នុងការិយាល័យបានត្រឡប់ទៅផ្ទះអស់ហើយសល់តែវីរៈម្នាក់ឯងជុំវិញខ្លួនមានតែសំឡេងម៉ាស៊ីនត្រជាក់បន្លឺឡើងងើភ្លាមនោះភ្លើងអំពូលនៅក្នុងការិយាល័យចាប់ផ្ដើមព្រិចរួចរលត់ងងឹតឆឹងវីរៈដកដង្ហើមធំគិតថាដាច់ចរន្តអគ្គិសនីធម្មតាគេក៏បើកភ្លើងពិលទូរស័ព្ទដើរទៅរកទ្វារចេញ
ប៉ុន្តែពេលដើរកាត់កញ្ចក់បង្អួចដ៏ធំមើលទៅធ្លាយទៅខាងក្រៅគេបានឃើញទិដ្ឋភាពមួយដែលធ្វើឲ្យឈាមក្នុងខ្លួនត្រជាក់កកនៅក្រោមពន្លឺព្រះច័ន្ទខ្សោយៗដើមដូងទាំង3ដើមមុខអាគារបែរជារេបក់ទៅមកយ៉ាងខ្លាំងក្លាហាក់ដូចជាមានខ្យល់ព្យុះបោកបក់ទាំងដែលស្លឹកឈើដទៃទៀតឈរស្ងៀមថេងអ្វីដែលរន្ធត់នោះគឺនៅលើធាងដូងនីមួយៗមានស្រមោលមនុស្សស្រីសក់វែងស្លៀកពាក់ឈុតប្រឡាក់ឈាមអង្គុយសម្លឹងមកចំការិយាល័យដែលវីរៈឈរវីរៈជួយខ្ញុំផងសំឡេងខ្សឹបខ្សៀវល្វើយស្រាប់តែបន្លឺឡើងពីក្នុងធុងចម្រោះទឹកក្តៅទឹកត្រជាក់ក្បែរនោះវីរៈងាកពិលទៅមើលឃើញទឹកនៅក្នុងធុងចម្រោះប្រែជាពណ៌ក្រហមដូចឈាមស្រស់មិនទាន់នឹងស្លុតផងទូរស័ព្ទតុកការិយាល័យដែលមិនទាន់តខ្សែផងនោះស្រាប់តែបន្លឺឡើងរោឡើងក្រលួយវីរៈញ័រដៃលើកទូរស័ព្ទស្ដាប់ស្រាប់តែបន្លឺសំឡេងក្មេងប្រុសម្នាក់យំអង្វរពុកម៉ែជួយកូនផងគេចាក់ចុះក្បាលកូនញាត់ចូលទៅក្នុងផ្លែដូងទៀតហើយសំឡេងនោះគឺជាសំឡេងរបស់ខ្លួនគេកាលពីនៅក្នុងពោះម្ដាយកាលពី23ឆ្នាំមុនខ្សែញៀនអាគមចាស់បានផ្ទុះឡើងវិញធ្វើឲ្យភ្នែកទឹករបស់វីរៈដែលធ្លាប់តែត្រូវបិទបើកឡើងវិញទាំងស្រុងគេមើលឃើញវិញ្ញាណខ្មោចស្រីកំពុងតែវាតោងតាមកញ្ចក់បង្អួចការិយាល័យយកក្រចកខ្វេះកញ្ចក់លាន់សូរខ្លាំងចង់ចូលមកយកជីវិតគេវីរៈរត់ចេញពីការិយាល័យចុះមកក្រោមទាំងស្លន់ស្លោប៉ុន្តែទ្វាររបងដែកត្រូវបានចាក់សោជាប់នៅកណ្ដាលទីធ្លាលោកមេកាធុនឈរកាន់កាំបិតស្ងៀមអាគមនិងផ្លែដូងចោះរុនមួយទាំងសើចក៏ក្អឹកយ៉ាងកំណាចឯងឆ្ងល់មែនទេអាវីរៈហេតុអ្វីបានជាឯងមកដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុននេះហើយត្រូវមកចំកន្លែងនេះមេកាធុននិយាយទាំងសើចចុងមាត់ព្រោះអញជាកូនសិស្សចុងក្រោយរបស់លោកគ្រូផងអញដឹងថាកាលពី23ឆ្នាំមុនគ្រួសារឯងនិងអាគ្រូសនបានសម្លាប់គ្រូអញនិងបំផ្លាញវិជ្ជាស្ធរដូងថ្ងៃនេះព្រលឹងគ្រូអញដែលវិលវល់បាននាំផ្លូវឯងមកឲ្យជួបអញនៅទីនេះដើម្បីបន្តពិធីយកព្រលឹងឯងមកធ្វើជាខ្ញុំបម្រើនិងសងសឹកជំនួសគ្រូអញមេកាធុនចាប់ផ្ដើមសូត្រមន្តខ្មៅធ្វើឲ្យវិញ្ញាណខ្មោចព្រាយនៅលើដើមដូងហោះសំដៅមកច្របាច់កវីរៈដួលទៅលើដីថប់ដង្ហើមចិត្តដាច់ខ្យល់ស្លាប់ខណៈពេលដែលស្ថានភាពឈានដល់ចំណុចស្លាប់រស់ស្រាប់តែមានសំឡេងក្រហមធរអាត់លាន់ឮឡើងអូមបសទ្ធិពុទ្ធាំងអាគមងងឹតបំផ្លាញជីវិតមនុស្សមិនអាចរស់រានទប់បារមីព្រះឡើយបុរសចំណាស់ម្នាក់ដើរកាន់ឈើច្រត់ឫស្សីផ្នែក7ដើរចូលមកទម្លាយរបងដែកគាត់គឺលោកគ្រូតាសនបើទោះបីជាពេលនេះគាត់មានវ័យកាន់តែជរាខ្លាំងជិត100ឆ្នាំតែបារមីធម៌របស់គាត់កាន់តែខ្លាំងពូកែគាត់បានដឹងតាមញៀនថាវីរៈកំពុងជួបគ្រោះថ្នាក់ពីវេរាចាស់ទើបគាត់ធ្វើដំណើរមកទីក្រុងទាំងយប់លោកតាគ្រូសនក្រវត្តខ្សែគាថាមាសមួយខ្សែទៅព័ទ្ធការពារខ្លួនវីរៈធ្វើឲ្យពួកខ្មោចព្រាយខ្ទាតចេញទៅវិញរួចគាត់សម្លឹងមើលទៅមេកាធុនអាធុនឯងរៀនវិជ្ជាថយក្រោយយាយីជីវិតគេគង់តែត្រូវវិនិច្ឆ័យខ្លួនឯងទេអាគ្រូចាស់យប់នេះឯងក៏ត្រូវស្លាប់ដែរមេកាធុនស្រែករួចយកកាំបិតចាក់ទម្លុះផ្លែដូងអាគមនោះភ្លាមដើម្បីសម្លាប់វីរៈស្រែកយំយ៉ាងខ្លាំងឈឺក្បាលខ្ទោកដូចក្បាលចិត្តផ្ទុះបែកលោកតាគ្រូសនមិនបង្អង់យូរគាត់លើកឈើច្រត់ឫស្សីបោកវាទៅលើដីបង្កើតជាខ្សែរន្ទះពណ៌មាសបាញ់ត្រង់ទៅបន្ទោសផ្លែដូងនៅក្នុងដៃមេកាធុនលាន់លឺសូរក្រាំងផ្ទុះបែកខ្ទាតចេញជាបំណែកនៅពេលផ្លែដូងនោះទុះមេកាធុនរងការបកត្រឡប់នៃអាគមងងឹតស៊ីខ្លួនឯងភ្លាមព្រលឹងខ្មោចតៃហោងដែលវារស់នៅក្បែរនោះបានស្ទុះមកព័ទ្ធចាប់អូសមេកាធុនចូលទៅក្នុងគល់ដើមដូងទាំងស្រែកយំយ៉ាងរន្ធត់មុននឹងរូបកាយរបស់មេកាធុនរលាយបាត់ទៅក្នុងដីបញ្ចប់កម្មពៀដ៏ខ្មៅងងឹតក្រោយពេលហេតុការណ៍បានបញ្ចប់លោកតាគ្រូសនបាននាំវីរៈនិងកម្មករដទៃទៀតឲ្យកាប់រំលំដើមដូងទាំង3ដើមនោះចោលរួចធ្វើពិធីដុតកំទេចចោលនិងសូត្រធម៌រំដោះវិញ្ញាណដែលរងគ្រោះទាំងអស់ឲ្យទៅចាប់ជាតិលោកតាគ្រូសនបានសម្លឹងមើលវីរៈរួចពាក់ខ្សែកថាព្រះពុទ្ធគុណឲ្យគេជាថ្មីវីរៈកម្មពៀទាំងអតីតកាលត្រូវបានកាត់ផ្តាច់ជាស្ថាពរហើយ
ចាប់ពីពេលនេះទៅឯងនឹងរស់នៅជាមនុស្សធម្មតាមានសេចក្តីសុខសាន្តគ្មានវិញ្ញាណណាអាចមកធ្វើបាបឯងទៀតឡើយវីរៈលុតជង្គង់សំពះដឹងគុណលោកគ្រូតាសនទាំងទឹកភ្នែកគេបានសម្រេចចិត្តលាឈប់ពីការងារនៅកន្លែងចាស់នោះហើយស្វែងរកការងារថ្មីដែលមានពន្លឺថ្ងៃនិងសេចក្តីសុខវិលត្រឡប់ទៅរស់នៅមើលថែឪពុកម្ដាយដោយភាពកតញ្ញូនិងសេចក្តីសុខស្ងៀមខ្សាមជារៀងរហូតតទៅ